អរុនសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកជួបយាយយើងនៅព្រឹកនេះដែរយាយយើងមានដំណើរថ្មីសម្រាប់ពុកម៉ែបងប្អូនទស្សនានឹងមើលកំសាន្តលេងសម្រាប់ថ្ងៃទី24 ខែ 5 2025ដំណើររបស់យាយគឺមានប៉ុណ្ណឹងហើយយាយក៏មានសបិនយាយជូនពុកម៉ែបងប្អូនស្ដាប់កំសាន្តដូចគ្នាតែមុននឹងនិយាយសបិនយាយក៏សូមពឹងពុកម៉ែបងប្អូនដែលចូលរួមទស្សនាទាំងអស់គ្នានេះកុំភ្លេចចុចពាក្យ like ជា subscribe ឬប៉ុណ្ណឹងឲ្យ channel យាយម្នាក់មួយផងបងប្អូនណាដើម្បីទទួលបានវីដេអូក្រោយៗក៏ដូចជាពុកម៉ែបងប្អូនចង់បានតម្រូវតាមមកក៏យាយមានដែរពុកម៉ែបងប្អូនគ្រាន់តែចុចនៅលើ link ដែលយាយពេញនៅ comment ហ្នឹងណាចាយាយដាក់លើ comment link តម្រូវណាចឹងពុកម៉ែបងប្អូនអាចចូលទស្សនាមើលបាននៅទីនោះមានទទួលកាត់ណាពុកម៉ែបងប្អូនតោះចឹងពុកម៉ែបងប្អូនចូលមកស្ដាប់សបិនយាយយប់មិញនេះយាយសបិនឃើញចាដំរីណាដំរីដេញចូលមនុស្សច្រើនហើយសត្វតកូនដំរីអត់មានមេទេកូនដំរីធំល្មមចាយាយមិនដែរយល់សប្ឃើញដំរីទៅលើកទី1ណាដេញចូលមនុស្សដេញចូលយាយភ័យរត់ឡើងលើផ្ទះគេចាអោបនឹងតសហ្នឹងហើយតសផ្ទះគេប៉ុណ្ណាណៃអោបនៅទីទួលខ្ពស់ណាហ្នឹងហើយអញ្ចឹងវាចូលអត់ដល់ទេយាយភ័យណានៅក្នុងសបិនហ្នឹងភ័យដែរហើយចឹងយាយក៏កាត់យក63 68 93 98 60គាត់368 398 360គាត់អស់60និងអស់9អញ្ចឹងពុកម៉ែបងប្អូនចេះកាត់លេខអីក៏យកតាមនោះទៅណាចាហើយក៏ជូនពរហេងសម្រាប់ល្អទាំងអស់គ្នាអញ្ចឹងវីដេអូយាយក៏មានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបាយ